ដោយក្តីរំភើបប្រអ្វីប្រៀបពុំបានលោកហេងគឹមហៀងចេញសារថ្លែងអំណរអគុណទៅដល់ថ្នាក់ដឹកនាំថាខ្ញុំបាទសូមគោរពអរគុណប្រមុខថ្នាក់ដឹកនាំខ្លាំងណាស់ម៉ាក់ផាយូមានសេរីភាពវិញហើយសែនសង្វេគណាស់ឃើញរូបថតភរិយាលោកវរិយាកំពុងពោពោះកូនភ្លោះក្នុងពន្ធនាគារលោកហេងគឹមហៀងសម្ដែងការព្រួយបារម្ភថាសង្ឃឹមថារូបភាពទាំងអស់នេះកូនខ្ញុំគាត់មេលមិនខេងទៅចុះដោយក្តីនឹករលឹកធំធេងសម្រាប់មេដែលជាអ្នកមានគុណស្រីខ្ញុំចេញសារទាំងក្តុកក្តួលទៅកាន់ម៉ាមីលូវរីយ៉ាហាវឆេងស្រីរតក្រោយចិត្តសម្រាលកូនភ្លោះប្រុសស្រីក្នុងពន្ធនាគារថាម៉ាមីនៅតែល្អនៅតែស្អាតសម្រាប់ខ្ញុំទោះក្នុងកាលៈទេសៈណាក៏ដោយអហោសិកម្មឲ្យគ្នាចុះធ្លាប់ជាអតីតមិត្តនិងគូសត្វត្រូវអុកញ៉ាអានសៀវមួយចេញសារដាក់ចំថាក្រោយឃើញអ្នកនាងលូវរីយ៉ាត្រូវបានដោះលែងពីពន្ធនាគារហេតុអីបាននិយាយថាឲ្យគ្នាខ្ញុំពីមុនក៏ខឹងស្អប់ដូចបងប្អូនដែរតែដល់ឃើញរូបសម្បត្តិហើយមានកូននៅក្នុងនឹងទៀតវាពិបាកភ្នែកមើលណាស់មិនស្រួលទេយើងជាស្ត្រីដូចគ្នាក៏យល់អារម្មណ៍មួយនេះច្បាស់ធ្វើល្អគិតល្អនឹងនាំមកនៅអ្វីដែលល្អចូលមកក្នុងជីវិតយើងសាងគ្រួសាររៀងខ្លួនឲ្យល្អមានសុភមង្គលទៅមើលមិនឃើញទេថ្ងៃស្អែកខានស្អែកនោះខ្ញុំជួបរឿងជាច្រើនហើយតែខ្ញុំចេះអហោសិកម្មឲ្យមនុស្សជុំវិញខ្លួនធ្វើឲ្យមានទេសុខសុភមង្គលក្នុងគ្រួសារខ្ញុំខឹងស្អប់ម៉ូសាមានអោបភ្លើងរស់នៅទាំងក្តៅក្រហាយមិនមានទេក្តីសុខពិតប្រាកដបើទំនេរពីការងារស្ដាប់ធម្មលោកទេឲ្យបានច្រើននឹងនាំឲ្យផ្លូវចិត្តយើងល្អនៅមុននេះបន្តិចអ្នកនាងឡុងម៉ានីនបានប្រកាសស្វែងរកមណ្ឌលកុមារកំព្រាខាងណាខ្វះខាតបងប្អូនណាដឹងជួយប្រាប់ខ្ញុំផងខ្ញុំចង់ផ្ដល់ស្បៀងនិងថវិកាស្អាតហើយចិត្តល្អទៀតក្រោយក្មេងស្រីម្នាក់បានអង្គុយយំរៀបរាប់ឈប់ហៅខ្លួនខ្មៅទៀតទៅខ្ញុំខ្មាស់គេណាស់បើសបានខ្ញុំចង់សណាស់តែវាមិនកើតមានអីស្រាប់តែចែដាណាបានឃើញវីដេអូហើយកសេរផុសនិយាយថាកូនហាស់ម៉ាក់ដាណាឲ្យលុយ$500ហើយឲ្យកូនលាបលេជជបាខ្មែរឲ្យសគុំយំណាពេលលាបលេសហើយបានលុយទៀតកូននេះជាលេខ្មែរខ្ញុំសូមសរសើរនៅទឹកចិត្តក្លាហានរបស់កីឡាប្រដាល់គុណខ្មែរកាន់មេងហុងគាត់ខិតខំប្រឹងប្រែងឡើងជញ្ជាំងជួយអស់ពីចិត្តរហូតដល់រងរបួសខ្លួនឯងដើម្បីសង្គ្រោះមនុស្សដែលជាប់នៅក្នុងផ្ទះជួយបាន5នាក់ក្នុងហេតុការណ៍អគិភ័យឆេះផ្ទះលក់នំខេកកាន់មេងហុងបាននិយាយថាក្នុងការប្រថុយមិនគិតពីគ្រោះថ្នាក់ខ្លួនឯងយប់មិញនេះគឺមកពីចិត្តរបស់ខ្ញុំព្រួយបារម្ភជាខ្លាំងដល់ក្មេងដែលកំពុងជាប់ក្នុងហេតុការណ៍នោះ